ចង់ដែលញ៉ាំម្ហូបជប៉ុនតម្លៃសមរម្យហើយឆ្ងាញ់ណាស់ខ្ញុំរៀបខមមិនហាងនេះហ្មងម្ហូបនៅនេះហាតម្លៃសមរម្យខ្លាំងហ្មង$1ជាង$2ជាងអីក៏មានដែរហើយបើនិយាយពីរសជាតិគេអីក៏ឆ្ងាញ់ដែរដោយប្រភេទសាច់គោនេះហាញ៉ាំទៅមានអារម្មណ៍ថាឡើង fresh ទន់ល្មើយហ្មងហើយបើត្រីសាបាក់នេះហាក៏ឆ្ងាញ់ដែរហើយបើប្រភេទសាស៊ីមីគេវិញណា fresh ខ្លាំងហ្មងសាច់ត្រីគេឡើងផ្អែមហ្មងដាក់ចូលមាត់ទៅឡើងទន់ល្មើយឆ្ងាញ់ហ្មងហើយបើ hand roll នេះវិញណាខ្ញុំឲ្យ10លើ10ហ្មងទាំងរសជាតិនិងការរៀបចំឃើញហើយគួរឲ្យចង់ញ៉ាំម្ដុំគេនេះតំណងខ្លាំងហ្មងហើយដោយសារឃើញថាស្អាតពេកឡើងលែងហ៊ានចង់ញ៉ាំហើយបើអ្នកទាំងអស់គ្នាហៅ hand roll នេះ3ដុំមកគេមានថែមត្រាប់បៀឲ្យមួយកែវតែគាត់ថាខ្ញុំសុំហៅគ្រប់ថើគេវិញដោយសារតែឆ្ងាញ់ហើយជាតកគេអីក៏ស្រាលដែរបើថាស្រឡាញ់ខ្លួនឯងចង់ដែលមួយខ្លួនឯងអីហៅតែ hand roll 3ដុំក៏បានដែរម្ដុំគេនេះធំឯណាអូហើយផ្លេចថាខ្ញុំបានហៅប្រភេទសាច់អាំងគេដែរអានេះក៏ឆ្ងាញ់ដែរសាច់គេអីឡើងទន់ល្មើយហ្មងហើយតម្លៃគេក៏ធូរថ្លៃដែរបើនិយាយពីបរិយាកាសក្នុងហាងគេវិញឡើងរ៉ូមែនទិកហ្មងហើយលុយថងថាគេមាន free ថតរូបឲ្យយើងដែរចង់យកទៅផ្ទះក៏បានបើទុកនៅហាងហ្នឹងក៏បានសម្រាប់ហាងដែលខ្ញុំបានមកនេះមានឈ្មោះថា Konoyakitori គឺនៅក្នុងអគារ Riverlight កោះនរាហ្នឹងហ្មងអញ្ចឹងសារវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបាយ